រំពឹងទុកបាទសង្ឃឹមទុកជាមុនហ្នឹងបាទអ៊ីឡាវបាទរំពឹងទុកបាទសង្ឃឹមទុកជាមុនបាទអញ្ចឹងការរំពឹងទុកទី1វាមានសេចក្តីល្អធ្វើឲ្យមនុស្សនោះប្រឹងបាទប្រឹងតែគាត់រំពឹងទុកហើយបានន័យថាគាត់មានគោលដៅរបស់គាត់ហើយអញ្ចឹងមនុស្សដែលមានគោលដៅគាត់ប្រឹងហើយបាទតែក៏វាមានគុណវិបត្តិវាដែរពេលដែលយើងរំពឹងហើយវាអត់បានដូចអ្វីដែលយើងរំពឹងហ្នឹងបាទយើងរំពឹងច្រើនដងវាអត់បានអាហ្នឹងវាប៉ះពាល់ទៅលើផ្លូវចិត្តយើងបាទដូចបងប្អូនជំនាន់ក្រោយគាត់រំពឹងថារៀនសូត្រចេះដឹងមិនខ្វះការងារធ្វើទេវាត្រូវហើយការងារវាអត់ខ្វះទេតែពាក្យថាការងារហ្នឹងប្រាក់ខែវាអត់ដែរច្រើនទេបាទអញ្ចឹងគាត់ចេះតែមកឆាតមកសួរខ្ញុំថាបងហើយខ្ញុំប្រឹងរៀនណាស់សង្ឃឹមថារៀនសូត្រចេះដឹងទៅវាមានប្រាក់ខែច្រើនបាទអញ្ចឹងពាក្យថាប្រាក់ខែវាអត់ដែរច្រើនទេបាទមានតែប្រាក់ចំណូលដែលយើងបានមកពីការបាទលក់ដូរអីទេការរស់ស៊ីអីទេបាទអាហ្នឹងឯងវាធ្វើឲ្យបងប្អូនអ្នករៀនសូត្រមួយចំនួនហ្នឹងគាត់បាទលទ្ធផលវាខុសពីការរំពឹងទុករបស់គាត់បាទអញ្ចឹងការរៀនសូត្រគ្រាន់តែឲ្យយើងមានចំណេះជំនាញទេបាទតែបើពាក់ព័ន្ធទៅនឹងលុយកាក់អាហ្នឹងវាជារឿងផ្សេងបាទអ៊ីឡាវបាទរំពឹងទុក